ការបើកក្បាលវីដេអូមកនេះមិនមែនតួអក្សររបស់ខ្ញុំកើតខ្លួនទេណាបងប្អូនទាំងអស់គ្នានេះគឺជាការលេង style បែបសម្បក strawberry បងប្អូនទាំងអស់គ្នាហើយក៏ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកសរសេរឈ្មោះប្រគេនបដិជគុណមួយអង្គដែលលោកបានឲ្យខ្ញុំសរសេរពនាមលោកដែលជាលក្ខណៈអក្សរតោងគ្នាបងប្អូនមួយទៀតគេហៅថាអក្សរវល្លិបែបតោងគ្នាហើយខ្ញុំក៏បានព្រៀងខ្មៅដៃរួចដែរហើយនៅពេលដែលព្រៀងហើយក៏ខ្ញុំយកប៊ិចយើង Word យើងហ្នឹងយកមកដានពីលើវាដើម្បីឲ្យច្បាស់ហើយបងប្អូនទាំងអស់គ្នាអាចសរសេរអក្សរបែបតោងនេះខុស style ពីខ្ញុំក៏បានដែរខ្ញុំចេះអក្សរបែបនេះអញ្ចឹងខ្ញុំក៏ដាក់ style បែបហ្នឹងដែរហើយការសុំពនាមព្រះអង្គសីហានេះគឺលោកបានឃើញឈ្មោះរបស់ខ្ញុំដែលខ្ញុំបានឆ្លាក់យូរឆ្នាំដែរហើយទើបតែយកផុសឡើងវិញនៅក្នុង page របស់ខ្ញុំហើយក៏លោកឃើញថាមើលទៅតាក់អារម្មណ៍តាក់ភ្នែកម្យ៉ាងដែរលោកក៏សុំពនាមរបស់លោកតែម្ដងទៅហើយបងប្អូនទាំងអស់គ្នានេះគឺខ្ញុំបានសរសេរហើយក៏យកខ្មៅដៃយកមកដាក់ស្រមោលវាបន្តិចដែរដើម្បីឲ្យវាបង្កើននៅសោភ័ណភាពអក្សរឲ្យកាន់តែស្អាតឲ្យមើលទៅវារៀងលិចចេញពីក្រដាស់បន្តិចអានេះអាស្រ័យលើបងប្អូនចង់លេងជាពណ៌ទេបងប្អូនបើសិនជាបងប្អូនឆ្លាញ់ពណ៌អីបងប្អូនដាក់ពណ៌ហ្នឹងទៅសម្រាប់ខ្ញុំចង់ដាក់សខ្មៅពេលដែលអញ្ចឹងទៅក៏យកខ្មៅដៃយើងធម្មតាហ្នឹងតែខ្មៅដៃនេះគឺរៀងដិតបន្តិចណាបងប្អូនយកមកដាក់ស្រមោលរបស់វាទៅហើយនេះក៏យើងយកមកដាក់កន្លែងដែលយើងកងលើគ្នាដែលយើងផ្តាក់គ្នាហ្នឹងគឺយើងដាក់ឲ្យវាដានដិតចេញពីក្រោមតួអក្សរមួយទៅបងប្អូនអរគ្នាបងប្អូនអាចច្នៃប្រឌិតខ្លួនឯងបានហើយខ្ញុំនេះនឹកឃើញក៏ច្នៃប្រឌិតខ្លួនឯងបានប៉ុណ្ណឹងដែរទៅហើយក៏ខន្តីអភ័យទោសដល់បងប្អូនបងប្អូនដែលគាត់មានជំនាញទៅខាងការឆ្លាក់អក្សរនេះដែរបើសិនជាមានការឆ្កាំឆ្គងនៅចំណុចណាមួយក៏សូមខន្តីអភ័យទោសដល់បងប្អូនទាំងអស់គ្នាដែរពេលខ្លះទៅម៉ូដអក្សរខ្លះគឺពេញចិត្តតម្រូវទៅលើបុគ្គលម្នាក់ឬក៏នៅអង្គភាពណាមួយយ៉ាងទៅសម្រាប់មនុស្សទូទៅគឺគាត់អត់ពេញចិត្តអត់ចូលចិត្តនៅ style បែបនេះហើយបងប្អូននេះមុនហ្នឹងដែលបើកក្បាលវីដេអូដែលខ្ញុំថាម៉ូដអក្សរកើតខ្លងបងប្អូនទាំងអស់គ្នានេះមិនមែនទេបងប្អូនគឺខ្ញុំធ្វើនេះមុនដំបូងគឺថាដាក់មួយទេតែនៅពេលដែលដាក់ទៅញឹកទៅឃើញរៀងស្អាតដែរក៏ដាក់ឯងទាំងអស់ហ្មងទៅម៉ូដសម្បក strawberry បងប្អូនអានេះបើសិនជាបងប្អូនលេងពណ៌ក្រហមដូច strawberry អាហ្នឹងគឺមើលទៅរឹតតែស្រស់ស្អាតទៀតតែខ្ញុំក៏អត់បានដាក់ដែរខ្ញុំដាក់ពណ៌អក្សរខ្មៅកុំឲ្យចំណាយពេលយូរក៏ដាក់តែប៉ុណ្្នឹងទៅបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាចង់បានម៉ូដអក្សរណាមួយស្នើសុំឲ្យខ្ញុំឆ្លាក់ឈ្មោះជូនបងប្អូនអាច comment នៅក្នុងវីដេអូរបស់ខ្ញុំនេះបានអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា